ថ្ងៃនេះណែនាំតាក់ទងមួយការ download នៅ TapCut version ចាស់ដើម្បីប្រើប្រាស់កុំឲ្យវាជាប់ logo ឥឡូវដោយសារបច្ចុប្បន្នវាយើងអា TapCut ហ្នឹងវា update ដល់ version របស់វាហ្នឹងថ្មីហ្នឹងវាអត់លក្ខណៈថាយើងបង្កើតវីដេអូហើយយើងធ្វើការ edit ក្នុងអា TapCut ហ្នឹងវារៀងពិបាកដោយសារវាទាមទារឲ្យយើងមាន account pro ដូចជាឧទាហរណ៍ដូចអាពេលយើងបង្កើតវីដេអូ edit វីដេអូហើយយើង export វាវាត្រូវជាប់ logo បើសិនជាយើងចង់លុបវាត្រូវបង់លុយវាឬក៏ត្រូវមាន account pro អញ្ចឹងក្នុងវីដេអូនេះគឺយើងចង់បង្ហាញអ្នកនរគ្នាតកងជាមួយការ download នៅ TapCut អាហ្នឹងយើង TapCut អា version ចាស់របស់វាព្រោះអា version ចាស់របស់វាកាលមុនគឺវាអត់មានអឺនិយាយថាវាអត់មានទាមទារច្រើនតកងជាមួយនឹងការ edit វីដេអូដូចជា ប្រើ effect ឬក៏ export វីដេអូ export វីដេអូហ្នឹងវាអត់មានត្រូវការភ្ជាប់ logo អីញ៉ៃៗទេអា version ចាស់អញ្ចឹងក្នុងវីដេអូហ្នឹងគឺខ្ញុំចង់បង្ហាញអ្នកនរគ្នាតកងមួយការ download របស់វាប្រើប្រាស់អា version ចាស់របស់វាអញ្ចឹងឲ្យខាត់ទេយើងចូលទៅវីដេអូអញ្ចឹងឥឡូវខ្ញុំបាន download នៅកម្មវិធី version ចាស់របស់វាហើយនេះ version TapCut version ចាស់របស់វាហើយអឺចឹងក្នុង link ដើម្បី download version ចាស់ហ្នឹងចាំខ្ញុំដាក់ក្នុង description អ្នកនរអាចចូលមកក្នុង description ហើយចូល click link របស់ខ្ញុំទៅហើយ download តាមហ្នឹងទៅអូខេឥឡូវឧទាហរណ៍ខ្ញុំបាន download វាណាយើងចុចតម្លើងវាធម្មតាអូខេឥឡូវពេលយើងចុចតម្លើងហើយយើងចុច agree នេះមកហើយយើងចុច install now ទៅហើយរងចាំវាតម្លើងហើយតកតងមួយអា version ចាស់ហ្នឹងវាអត់ update លក្ខណៈថា version ចាស់ថ្មីវាមានគេថាមានទំនាក់វាអាចប្រើប្រាស់ AI ChatGPT ចូលក្នុង version TapCut Pro បានតែអានេះ version ចាស់យើងដូចយើងធ្លាប់ដឹងអា version ចាស់វាអត់មាន update អីច្រើននេះកាលមុននោះអញ្ចឹងតកតងមួយយើងអាចប្រើប្រាស់ AI ក្នុង TapCut ឬក៏មាន version ថ្មីរបស់ TapCut ដែល update មកថ្មីហ្នឹងក៏វាអត់ចូលជាមួយនឹង TapCut Pro TapCut ហ្នឹងឯងតែវាអាចថាយើងអាចប្រើប្រាស់និយាយទៅអា version ចាស់ហ្នឹងវាអាចមាន feature គ្រប់គ្រាន់ដើម្បីយើង edit បានស្រួលគ្រាន់ថាវា feature ថ្មីដែល TapCut update ថ្មីហ្នឹងក៏វាអត់មានណាតែខ្ញុំគិតថាវាគ្រប់គ្រាន់សម្រាប់យើង edit ហ្មងអូខេឥឡូវយើង install វាហើយយើងបិទវាសិនមកបន្ទាប់មកយើងចូលទៅក្នុងtry C របស់យើងដើម្បីបិទការ update របស់វាកុំឲ្យវាឡើង version ថ្មីព្រោះបើសិនជាវាឡើងទៅជា version ថ្មីវាទាមទារឲ្យយើង update ទៅ version ថ្មីគឺវាលក្ខណៈថាវាយើងអាចប្រើ version ចាស់បានហើយវានឹងទាមទារឲ្យយើងប្រើដូចអា Pro ធម្មតាយើងប្រើរាល់ថ្ងៃនេះវា update អញ្ចឹងណាអញ្ចឹងយើងត្រូវបិទវាកុំឲ្យវា update បានអញ្ចឹងដំបូងយើងចូល try C ហើយយើងយក user ហើយយើងយកឈ្មោះ account កុំព្យូទ័ររបស់យើងឥឡូវខ្ញុំឈ្មោះ account នេះហើយយើងចូល app data បើសិនអ្នកនររកឃើញ app data នេះយើងចូល menu នេះហើយយើងបើកheading item ហ្នឹងមកពេលបើកវាមកវានឹងឃើញថា head app data ហ្នឹងហើយចូល app data ចូល local តោះចូល tab cut នេះហើយចូលក្នុង user data តោះមកចូលកន្លែង download ហើយនេះកន្លែងនេះវាមានកន្លែង update xx នេះកន្លែងនេះបើករណីយើងអត់មានទេយើងអាចបង្កើតអា file xx បានឲ្យយើងបង្កើត text មួយមកហើយយើង save បែប up ដូចនឹងមកហើយយើងដាក់កន្ទុយ xx បើសិនករណីអត់មានឥឡូវវាមានហើយយើងបាច់បង្កើតនេះគ្រាន់តែដាំលើវាហើយចុច property ហ្នឹងមកហើយយើងចុចកន្លែងនេះយើងដាក់ read only ដើម្បីកុំឲ្យវាលក្ខណៈថាវាអាចកុំឲ្យវាពេលវាតម្រូវយើង update វាអាច override បានណាយើងគ្រាន់ឲ្យវា read បានហើយអញ្ចឹងយើងពេលវាទាមទារយើង update គឺវាអត់មានបញ្ហាហ្នឹងឯងហើយយើងគ្រាន់ចុច apply yes ហ៎mình set ម្ដងទៀតឲ្យវាជាប់នៅចុចមើលមកអូខេវាជាប់រឿងលីបន្ទាប់មកយើងចូល tab cut ហ្នឹងមកបើក tab cut យើងមិញមកតម្លើង install រួចមិញតេស្តវាតើវាដើរអូខេនៅហើយចូលចុច confirm ហ្នឹងមក confirm ច្រឡំ confirm អូខេឥឡូវខ្ញុំតេស្តចូល new project អូខេឥឡូវចេញ new project ហើយយើងអាចចូលតេស្តមួយអាចឥឡូវយើងយកដូចជារូបភាពនេះមួយ
រូបភាពនេះមួយយកតែអូខេបន្តមកខ្ញុំសាកចូល effect មកតើវាមានតម្រូវឲ្យយើងមាន pro ប្រើ pro ដោយversion ចាស់ version ថ្មីវា update អានេះសិន system free ទាំងអស់ដោយversion ដែលយើងប្រើ TapCut version ចាស់យើងអាចប្រើបានទាំងអស់ហ្នឹងយើងមិនបាច់ចាំខ្វល់រឿងត្រូវមាន account pro អីទៀតទេហើយយើងចូលនេះធម្មតាដូចគ្នាអូខេហើយ version យើងឧទាហរណ៍កន្លែង text អីចឹងធម្មតាបើមាន pro ក៏អាចយើងបាត់យើងអាចឲ្យវាគេហៅថាឲ្យវា read នៅអក្សរដែលយើងសរសេរនឹងបាន hello ខ្ញុំសេ hello អញ្ចឹងយើងចុចកន្លែង text spec មើលតើវាអាចឲ្យយើងប្រើប្រាស់បានអត់ព្រោះversion ថ្មីគឺយើងត្រូវការ account pro នេះវាចេញ VIP មែនប៉ុន្តែយើងប្រើបានធម្មតាអីអូខេឥឡូវខ្ញុំចុច Hello នេះអូខេ free ធម្មតាវាអត់ត្រូវការ account pro ទេ Hello ចូលមកឥឡូវខ្ញុំដាក់ start record ហ្នឹងឲ្យវា record ណា Hello អូខេនឹងវាចេញតើយើងផ្សាយ export មើលតើវាជាប់ logo អត់ហើយកន្លែង voice read ហ្នឹងវាចេញឲ្យយើងអត់ព្រោះធម្មតាបើversion ថ្មីយើងត្រូវការមាន account pro អាចបាន download បានបើបានប្រើប្រាស់វាបានខ្ញុំសាក់តេស្ត export វាអូខេវាកន្លែងនេះវាអត់មានត្រូវការទាមទារមាន logo ឲ្យបិទ logo ដូច version ថ្មីទេចូលតេស្តមើលតើវាមាន logo អត់ Hello នេះអានធម្មតាហើយអត់មាន logo ទេអញ្ចឹងអូខេ